ចម្រើនពរញាតិញោមពុទ្ធបរិស័ទចិត្តឆ្ងាយបានជ្រាបថានៅក្នុងបរិវេណនៃវត្តសូរិយារាមស្ថិតក្នុងស្រុកមោលសីខេត្តបាត់ដំបងនិងប្រពៃពិធីបុណ្យបំពុះកលបុត្រកលធីតាចំនួន200អង្គរូបដែលប្រព្រឹត្តទៅចាប់ផ្ដើមពីថ្ងៃច័ន្ទ9កើតខែវិសាខឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី5ខែឧសភាឆ្នាំ2025រហូតដល់ថ្ងៃច័ន្ទ100ខែវិសាខឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី12ខែឧសភាឆ្នាំ2025បានបួសងគុណម្ដាយម៉ែឃើញបងប្អូនឲ្យកូនកោសក់ទឹកភ្នែកខិនម៉ែវាស្រក់កូនប្រុងម៉ែបានអាស្រ័យហើយចម្រើនពរថានៅក្នុងកម្មវិធីបុណ្យបំពុះកលបុត្រកលវិតាចំនួន200អង្គរូបដែលមានរយៈពេល8ថ្ងៃនេះគឺកលបុត្រកលធីតាដែលមានសទ្ធាជ្រះថ្លាចង់ចូលសាងព្រះភ្នោះនៅក្នុងព្រះពុទ្ធសាសនានៅពេលនេះគឺមិនត្រូវអស់ប្រាក់ឡើយរាល់ការចំណាយទូទៅទាំងស្បង់ក្តីទាំងចីពួរក្តីទាំងចង្ហាន់ភេសជ្ជៈកន្លែងស្នាក់នៅសពគ្រប់ទាំងអស់គឺក្រុមការងាររៀបចំបុណ្យបំពុះកលបុត្រកលធីតាវត្តសូរិយារាមនឹងចេញជូនទាំងអស់ហើយសម្រាប់ញាតិញោមពុទ្ធបរិស័ទចិត្តឆ្ងាយដែលមានសទ្ធាជ្រះថ្លាចង់ចូលរួមអនុមោទនាដើម្បីផ្គប់ផ្គង់ដល់កម្មវិធីបុណ្យបំពុះកលបុត្រកលធីតាចំនួន200អង្គរូបគឺញាតិញោមអាចចូលរួមបានក្នុងមួយអង្គគឺត្រូវចំណាយ$40សម្រាប់ព្រះសង្ឃដែលបួសក្នុងមួយអង្គព្រោះអញ្ចឹងញាតិញោមពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាអាចចូលរួមបានដើម្បីទ្រទ្រង់កម្មវិធីនេះឲ្យប្រព្រឹត្តទៅបានល្អប្រសើរពីព្រោះយុវជនយុវនារីដែលត្រូវមកចូលបួសនេះគឺកម្មវិធីមិនត្រូវឲ្យបង់បច្ច័យទេគឺអ្នកដែលមកបួសគឺមានខ្លួនតែមកបួសតែម្ដងរាល់សម្លៀកបំពាក់នាគរាល់សម្លៀកបំពាក់ដូនជីរាល់ស្បង់ចីវររាល់ចង្ហាន់វ័នជួនភេសជ្ជៈសពគ្រប់បែបយ៉ាងគឺក្រុមការងារគណៈកម្មការរៀបចំកម្មវិធីបុណ្យបំពុះនេះគឺរ៉ាប់រងចេញជូនទាំងអស់ព្រោះអញ្ចឹងសម្រាប់ញាតិញោមមានសទ្ធាជ្រះថ្លាចង់ចូលរួមអនុមោទនានិងអានិសង្ឃនៃការបំពុះសាមណេរនាពេលនេះគឺញាតិញោមអាចចូលរួមអនុមោទនាបានគឺក្នុងមួយអង្គ$40បងប្រុងកំឡុងនេះស្ងួនបានកិនកាបួឲ្យកូនកូនប្រុសកូនសម្លាញ់ម៉ែម៉ែរាប់ថ្ងៃមកយូរច្រើនឆ្នាំច្រើនខែកូនប្រុសផាន់ម៉ែបានបួសសងគុណម្ដាយម៉ែឃើញបងប្អូនឲ្យកូនកោសក់ទឹកភ្នែកខិនម៉ែវាស្រក់កូនប្រុងម៉ែបានអាស្រ័យម៉ែត្រេកអរកូនប្រុងបានបួងឲ្យម្ដាយម៉ែអរឃើញកូនបានហើយបួសសងគុណម្ដាយថ្ងៃល្អទឹកភ្នែកបងប្អូនសែនអអាណែហើយភ្លឹងគេស្រែកគេអូម៉ែបានស្ដាប់គេហៅភ្លឹងភ្លាំងកូនមក
មលំព្រះពុទ្ធសាសនា កូនបានបួម៉ែអឡើងស្រក់ទឹកភ្នែកបងប្អូនសែនអអាណែហើយភ្លឹងគេស្រែកគេអូម៉ែបានស្ដាប់គេហៅភ្លឹងភ្លាំងកូនមកទឹកភ្នែកផាន់ម៉ែស្រក់ហូរចេញមកព្រមម៉ែអខ្លាំង កូនម៉ែស្លៀកឈុតសឡដូចបានជួបសាច់ចាំង